ហ្នឹងហើយបងប្អូនតោះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកសាកថ្មជីវិតនៅថ្ងៃសៅរ៍ឬក៏ថ្ងៃចុងសប្តាហ៍ជាមួយសត្វពពែម្ដងហើយយើងចិញ្ចឹមសត្វក៏វាអត់សូវអបសក់ដែរមានន័យថាវាកាត់ stress ហ៎បងប្អូនពេលដែលយើងបានមកមើលថែវានៅតាមវាស្រែពេលដែលថ្ងៃសម្រាកចុងសប្តាហ៍អញ្ចឹងណាបងប្អូនអញ្ចឹងវាការចិញ្ចឹមសត្វក៏វាជាផ្នែកមួយសម្រាប់កាត់បន្ថយអារម្មណ៍ stress អារម្មណ៍ស្មុគស្មាញពេលដែលយើងធុញថប់នឹងការងារពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងណាអញ្ចឹងសល់ពេល2ថ្ងៃសៅរ៍អាទិត្យសម្រាប់ពីការងារយើងអាចមក relax ជាមួយនឹងធម្មជាតិជាមួយនឹងសត្វពពែដែលយើងចិញ្ចឹមណាវាជួយយើងកាត់បន្ថយអារម្មណ៍ស្មុគស្មាញរបស់យើងបានច្រើនតែតាមនឹងវាមិនត្រឹមតែជួយយើងប៉ុណ្ណឹងវាក៏បង្កើនប្រាក់ចំណូលយើងមួយផ្នែកបន្ទាប់ពីការងារស្នូលរបស់យើងណាបងប្អូនអញ្ចឹងយើងអត់អាចចោលការងារស្នូលយើងបានទេមិនមែនយើងចំសត្វតែប៉ុណ្្នឹងហើយយើងចោលការងារស្នូលយើងបានទេបងប្អូនអានេះវាជាការងារបន្តបន្សំការងារចិញ្ចឹមហ្នឹងណាបងប្អូនបើសិនជាគេជាលក្ខណៈຂະຫນាតកសិដ្ឋានធំអានោះគេផ្ដោតតែមួយមុខហ្នឹងវាអត់អីទេតែយើងជាលក្ខណៈគ្រួសារតាមសុកសេចកាអញ្ចឹងអានេះវាជាការងារបន្តបន្សំទេតែការងារស្នូលយើងគឺនៅតែបន្តយើងអាចបោះបង់ចោលបានទេអានេះវាចិញ្ចឹមបែបក្តីស្រឡាញ់ផងដើម្បីបានប្រាក់ចំណូលផងអាហ្នឹងណាបងប្អូនហើយទៅទៅនៅនឹងបច្ចុប្បន្នទីផ្សារពពែបច្ចុប្បន្ននេះគឺវាមានតម្លៃហើយក៏មានទីផ្សារល្អដែរតែបងប្អូនត្រូវគិតថាធ្វើអ្វីក៏ដោយចិញ្ចឹមអ្វីក៏ដោយទៅតាមទីផ្សារវាមិនគួយស្ថិតស្ថេររហូតទេអញ្ចឹងបងប្អូនក៏ត្រូវត្រៀមចិត្តដែរថាថ្ងៃហ្នឹងពេលហ្នឹងឆ្នាំហ្នឹងទីផ្សារល្អតែទៅមុខទៀតក៏យើងមើលអត់ឃើញដែរអញ្ចឹងណាប៉ុន្តែយើងត្រូវគិតថាទោះយ៉ាងណាវាធ្លាក់ថ្លៃខ្លះក៏យើងនៅតែលុយទៅយើងនៅតែលក់បានលុយគាត់តែពីមុនលក់បានឧទាហរណ៍ថា100យើងឧទាហរណ៍ណាបងប្អូនពេលដែលវាធ្លាក់ថ្លៃក៏យើងត្រូវ150អញ្ចឹងណាបងប្អូន